តបិនឃើញទៅបោះតង់តាមព្រៃនិងទទួលបានសំណាងល្អដល់ជីវិតមុននឹងឈានចូលដល់ការបកស្រាយសុបិនសូមបងប្អូនកុំភ្លេចជួយចុច like និង subscribe Channel ខៀងផងដើម្បីទទួលបាននូវវីដេអូថ្មីៗរៀងរាល់ថ្ងៃសុបិនឃើញដើរបោះតង់យោងតាមការទស្សន៍ទាយបញ្ជាក់ថានេះជាសុបិនល្អព្រោះថាអ្នកនឹងមានសំណាងទទួលបានលៀបធំពីការងារដែលខ្លួនកំពុងធ្វើអ្នកពិតជាមានភាពតាក់ទាញចំពោះភេទទុយនាពេលថ្មីៗនេះរួមទាំងការទទួលបានការស្រឡាញ់ពីមនុស្សពេញវ័យមានឱកាសធ្វើដំណើរឆ្ងាយដែលមិនដឹងខ្លួនប៉ុន្តែសូមប្រយ័ត្នចំពោះជំងឺដែលអាចកើតមានចំពោះមនុស្សវ័យក្មេងនៅក្នុងផ្ទះជាពិសេសជាមួយនឹងឆ្អឹងឆ្អែងដែលសារតែយើងរវល់នឹងកិច្ចការងារទើបភ្លេចមើលថែខ្លួនឯងស្នេហាមនុស្សនៅលាវជោគជតារាសីស្នេហារបស់ពួកគេនាពេលនេះមើលទៅល្អមានមនុស្សភេទផ្ទុយចង់បង្កើតទំនាក់ទំនងស្នេហាជាមួយអ្នកប៉ុន្តែអ្នកផ្ទាល់ប្រហែលជាមានការលំបាកក្នុងការសម្រេចចិត្តថាអ្វីដែលត្រូវសម្រាប់អ្នកដែលមានទំនាក់ទំនងស្នេហារួចជាស្រេចជីវិតស្នេហារបស់អ្នកហាក់បីដូចជាប៉ាទង្គិចគ្នាបន្តិចក្នុងប៉ុន្មានថ្ងៃនេះជារឿយមានចំនួនដូច្នេះប្រសិនបើអ្នកមានពេលអ្នកទាំងពីរគួរអង្គុយនិយាយគ្នាដើម្បីយល់ចិត្តគ្នាទៅវិញទៅមកព្រោះនៅដំណាក់កាលនេះមានលទ្ធភាពដែលភាគីទី3អាចធ្វើអន្តរាគមន៍នឹងជីវិតអាពាហ៍ពិពាហ៍របស់អ្នកជាក់ជាមិនខានហិរញ្ញវត្ថុត្រូវបានគេចាត់ទុកថាល្អហើយតែមានអ្វីដែលត្រូវចំណាយពីគម្រោងឬការងារពិសេសដែលចូលមកវាជាពេលវេលានៃការកសាងឡើងចំពោះការងារប្រសិនបើអ្នកជាប់គាំងឬជួបប្រទះបញ្ហាណាមួយនឹងមានអ្នកជិតស្និទ្ធនឹងអ្នកមកជួយទំនុកបម្រុងការពពាជួយយកអាសានៅក្នុងអំឡុងពេលនេះអ្នកត្រូវតែអត់ធ្មត់ហើយយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះខ្លឹមសារនៃការងារដោយសារតែអ្នកមានឱកាសទទួលបានតំណែងខ្ពស់ជាងនេះបើអ្នកគិតចង់វិនិយោគគឺចាត់ទុកថាល្អខ្លាំងហើយក៏មានឱកាសជោគជ័យខ្ពស់ងាយរកប្រាក់បានច្រើនពីគម្រោងដែលអ្នកគ្រោងនឹងធ្វើមានន័យថាអនាគតផងដែរ